សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូចំណេះដឹងខ្លីថ្មីមួយទៀតហើយព័ន្ធជាមួយនឹងការខ្ទាស់ការជជែកជាមួយអ្នកណាម្នាក់នៅក្នុង WeChat Messenger យើងចាប់ផ្ដើមចូលក្នុងនោះមករបស់គ្នាមកហើយបច្ចេកវិទ្យាឥឡូវវាកាន់តែ update មកថ្មីសូម្បីតែកម្មវិធីការធ្វើផេកពាណិជ្ជកម្មអនឡាញនីមួយៗកាន់តែមានភាពវិវត្តទៅមុខអញ្ចឹងហើយរកវីដេអូដែលយើងពេញចិត្តនៅផលិតផលអ្វីមួយឬក៏របស់អ្វីមួយដែលយើងចង់ចាក់មើលគឺពេលដែលយើងចាក់ទៅដល់គឺវានឹង load page នោះនៅក្នុង Messenger របស់យើងជាប់យូរទៅអ្នកដែលយើងធ្លាប់សន្ទនាដែលជា fan ឬក៏អ្នកដែលជាសាច់ញាតិបងប្អូនដែលយើងធ្លាប់ជជែកក្នុងកម្មវិធី chat Messenger នោះវាធ្លាក់ទៅនៅបារគ្រូខ្ញុំអូសឲ្យមើលអញ្ចឹងមានខ្លះក្រមឆ្ងាយមួយហ្នឹងគេធ្វើវាមកឲ្យតែយើងចុចមើលឥឡូវជាប់ដាក់អូតូនៅក្នុងនឹងតែម្ដងមកគឺយើងត្រូវការអូសទៅក្រមដើម្បីឬក៏វាយឈ្មោះដើម្បីឲ្យវាឡើងមកលើអញ្ចឹងហើយមានវិធីសាស្ត្រមួយសម្រាប់ពី account នៅខាងលើដែលមានសញ្ញាដូចជាស្តៀងមជុលសម្រាប់ខ្ទាស់នឹងអញ្ចឹងពីរហ្នឹងគឺខ្ញុំខ្ទាស់ជាប់អញ្ចឹងពេលដែលយើងមើលព័ន្ធនឹងលទ្ធផលអីមួយនៅលើ Facebook ពេលដែលយើងចុចចូលទៅចាក់ទៅវាទោះជាវា load មកក៏ load មកជាប់នៅក្នុងតារាងហើយក្នុង Messenger ហ្នឹងតែវាជាប់នៅខាងក្រោមអីដែលយើងបានខ្ទាស់ឬក៏អ្នកដែលយើងអាសាជជែកមិត្តភក្តិបងប្អូនដែលយើងអាសាជជែកឆាជាមួយហ្នឹងគឺវាអីព្រមហ្នឹងគឺវាអាច load មកនៅពីលើបានទេបើក្នុងការយើងអូសទៅរមើលទៀតទេដល់អូសទៅក្រោមអីទៀតទេគឺវាខ្ទាស់ជាប់នៅខាងលើហ្នឹងតែម្ដងឥឡូវខ្ញុំធ្វើការបង្ហាញខ្ញុំនឹងទៅរក account ឬក៏ profile ណាមួយដើម្បីខ្ទាស់ឲ្យវាឡើងមកលើឥឡូវខ្ញុំសូមខ្ទាស់នេះមួយយើងប៉ះស្កត់ជាប់មកវាចេញតម្រងអញ្ចឹងយើងឃើញពាក្យខាងលើហ្នឹងពាក្យដាក់តាអក្សរខ្មែរដាក់ខ្ទាស់ហ្នឹងយើងខ្ទាស់វាចិត្តទៅពាក្យខ្ទាស់ហ្នឹងមកបាទតែឥឡូវយើងអូសទៅមើលខាងលើនេះបាទឃើញវាមកនៅខាងលើចឹងហើយវាជាប់សញ្ញាមជុលសញ្ញាឲ្យខ្ទាស់ជាប់ហើយពេលយើងមើលក្នុង Facebook យើង play យើងចូលទៅមើលចាក់មើលក្នុងកន្លែងហាងណាក្រុមហ៊ុនណាដែលគេលក់ឬក៏គេដាក់ជាវីដេអូមកពេលដែលយើងចុចមកជាប់ចឹងក៏វាអត់ជាប់នៅខាងលើដែរគឺវានៅក្រោម account ដែលយើងបានខ្ទាស់ជាប់នៅខាងលើជាប់ហើយគឺវាជាភាពងាយស្រួលវីដេអូនេះស្តែខ្លីទៅប៉ុណ្្នឹងទេបាទគិតថាល្អក៏សូមជួយចែករំលែកវីដេអូនេះដល់អ្នកដទៃទៀតបានឃើញផងបាទអរគុណ